សួស្តីហ្វេនជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីការមកកាន់នៅ Channel របស់ Admin នៅថ្ងៃនេះ Admin ណាក៏មកបន្តរឿងរបស់យើងអន្ទាក់ស្នេហ៍ក្បែរសត្រូវភាគទី5និងភាគទី6ជាបន្តទៀតចឹងឥឡូវនេះកុំឲ្យខាតពេលវេលារបស់យើងយូរទៅទស្សនាជាមួយនឹង Admin ទាំងអស់គ្នាកាលពីនៅភាគមុនព្រះអង្គម្ចាស់ទីងគេក៏បានចូលមកជួបជាមួយនឹងព្រះអង្គដើម្បីសហការជាមួយទ្រង់ក្នុងការកម្ចាត់លោកម្ចាស់ហ្វូអីចឹងទៅប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏មានលក្ខខណ្ឌ3ចំពោះព្រះអង្គដូចគ្នាដោយលក្ខខណ្ឌទី1គឺគេចង់ឲ្យព្រះអង្គជួយជំរះនៅឈ្មោះក្រុមគ្រួសាររបស់គេនិងបងប្រុសរបស់គេដែលកាលនោះគេចោទថាជាជនក្បត់ជាតិអីអញ្ចឹងទៅទាំងដែលបងប្រុសរបស់គេគឺមិនបានក្បត់ជាតិនោះឡើយប៉ុន្តែព្រះអង្គម្ចាស់ទ្រង់ក៏បានតបទៅវិញថាចំពោះរឿងនេះវាពិតជាពិបាកដោះស្រាយយ៉ាងខ្លាំងក៏ព្រោះតែការនោះមូស៊ីវិនណាគេបាននិយាយថាព្រះរាជាអតីតអង្គមុនគឺជំនះផ្ដល់រាជក្រឹត្យឲ្យគេត្រឡប់មកវិញប៉ុន្តែគេបែរជាមិនបង្ហាញរាជក្រឹត្យនឹងទៅវិញអញ្ចឹងបានន័យថាមូស៊ីវិនគេទទួលស្គាល់ថាគេនឹងគឺជាជនក្បត់ជាតិអីអញ្ចឹងទៅប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់ទៅវិញថាមិនមែនដូច្នេះទេព្រះអង្គការពិតទៅព្រះរាជក្រឹត្យនឹងគឺលោកអបរាជមួយយ៉ាងបានបំផ្លាញចោលតែប៉ុណ្ណោះគ្រាន់តែលើអញ្ចឹងភ្លាមណាព្រះអង្គទ្រង់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយទ្រង់សឹងតែមិនជឿថាលោកអបរាជមួយយ៉ាងហ៊ានធ្វើបែបនេះនោះទេប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បានសួរទៅកាន់ព្រះអង្គថាតើទ្រង់ជឿជាក់លើទូបង្គំដែរអត់ទើបព្រះអង្គក៏ប្រាប់ទៅវិញថាយើងជឿជាក់ទៅលើលោកនៅពេលលើបែបនេះព្រះអង្គម្ចាស់ទីងគេពិតជាមានក្តីសង្ឃឹមយ៉ាងខ្លាំងហើយគេក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ថាពួកយើងនឹងមានឱកាសដើម្បីកម្ចាត់លោកអបរាជមួយយ៉ាងអីអញ្ចឹងទៅបន្ទាប់មកទៀតព្រះអង្គម្ចាស់ទីងគេក៏បាននិយាយពីសំណុំពរទី2របស់គេវិញម្ដងដោយសំណុំពរទី2នោះគឺព្រះអង្គម្ចាស់ទីងគេចង់ឲ្យព្រះអង្គស៊ើបអង្កេតទៅក្នុងករណីតាក់ទងទៅនឹងក្រសួងទាំង6ហើយបើសិនជាស៊ើបទៅឃើញថាមានមន្ត្រីណាពាក់ព័ន្ធគឺគេចង់ឲ្យព្រះអង្គចាប់ពួកគេទាំងអស់នោះបញ្ជូនចូលទៅក្នុងគុកអីអញ្ចឹងទៅព្រះអង្គស្ដាប់ហើយទ្រង់ក៏បានយល់ព្រមចំណែកសំណុំពរទី3នោះគឺព្រះអង្គម្ចាស់ទីងគេចង់បានមនុស្សម្នាក់តែយើងមិនទាន់ដឹងថាតើមនុស្សម្នាក់ហ្នឹងគឺជាអ្នកណានោះឡើយក្រោយមកទៀតព្រះអង្គម្ចាស់ទីងហើយនឹងកូនចៅរបស់គេរួមទាំងសឿយ៉ាវក៏បានមកពិភាក្សាគ្នាអំពីរឿងនេះដើម្បីរៀបចំផែនការកម្ចាត់លោកមន្ត្រីហ្វូអីអញ្ចឹងទៅមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់ទៅកាន់បុត្ររបស់គេនិងកូនចៅរបស់គេថាព្រះអង្គបានអនុញ្ញាតឲ្យគេនឹងសម្លាប់លោកមន្ត្រីហ្វូទៀតផងហើយគេក៏មានបំណងចង់ឲ្យលោកមន្ត្រីហ្វូស្លាប់នៅចំពោះមុខគ្រប់គ្នាផងដែរប៉ុន្តែសឿយ៉ាវគេក៏បានសួរទៅវិញថាចុះបើសិនជាយើងសម្លាប់លោកមន្ត្រីហ្វូទៅតើឯងមិនខ្លាចលោកម្ចាស់មួយយ៉ាងសងសឹកទេអីទៅព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់ថាខ្ញុំបានឆ្លងកាត់រឿងរ៉ាវអស់ជាច្រើនមកហើយអញ្ចឹងគ្មានអ្វីគួរឲ្យខ្លាចនោះទេលុះក្រោយមកទៀតព្រះអង្គម្ចាស់ទីងគេក៏បានត្រឡប់មកកាន់សំណាក់របស់គេវិញហើយគេក៏បានហៅតួស្រីរបស់យើងមកនិយាយគ្នាអីអញ្ចឹងទៅហើយរឿងដែលគេចង់និយាយជាមួយតួស្រីយើងហ្នឹងគឺគេចង់សុំនាងលេងលះអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងដូចជាគ្មានការភ្ញាក់ផ្អើលអីសូម្បីតែបន្តិចតែនាងក៏បានសួរទៅកាន់ព្រះអង្គម្ចាស់ទីងវិញថាមិនបានជាថ្ងៃនេះមើលទៅទ្រង់ដូចជាចម្លែកខ្លាំងម្ល៉េះនៅសុកទ្រង់បានជាសុំខ្ញុំលេងលះហើយទ្រង់បានជានិយាយថាទ្រង់មានកន្លែងមួយដែលត្រូវទៅទៀតនិយាយអញ្ចឹងតើទ្រង់កំពុងតែរៀបចំផែនការបះបោរមែនគ្រាន់តែលើអញ្ចឹងភ្លាមគេក៏បានស្ដីឲ្យតួស្រីយើងដើម្បីកុំឲ្យនាងនិយាយផ្ដេសផ្ដាសទៀតប៉ុន្តែតួស្រីរបស់យើងនាងអត់ខ្វល់ទេនឹងប្រាប់ថាឲ្យគេញ៉ាំសិនទៅចាំនិយាយរឿងលេងលះតាមក្រោយអីអញ្ចឹងណាតែពេលនឹងដែរព្រះអង្គម្ចាស់ទីងគេក៏បាននិយាយទៅកាន់តួស្រីរបស់យើងថាបើសិនជានាងធ្វើនេះគ្រាន់តែដើម្បីចង់សងគុណខ្ញុំដែលខ្ញុំបានជួយនាងគឺមិនបាច់នោះទេព្រោះអីនំដែលនាងបានឲ្យខ្ញុំការនៅក្នុងគុកគឺវាបានសងខ្ញុំរួចមកហើយគ្រាន់តែលើអញ្ចឹងភ្លាមណាតួស្រីរបស់យើងនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏បានសួរទៅកាន់ព្រះអង្គម្ចាស់ទីងថាទ្រង់ចំណាំខ្ញុំដែរមែនតែចាំខ្ញុំតាំងពីពេលណាមកប៉ុន្តែព្រះអង្គម្ចាស់ទីងគេមិនឆ្លើយនោះឡើយគេបែរជានិយាយថាគេកំពុងតែនិយាយរឿងលេងលះអីអញ្ចឹងទៅយ៉ាងណាមិញតួស្រីរបស់យើងនាងនៅតែចង់ដឹងថាតើព្រះអង្គម្ចាស់ទីងនឹងគេចំណាំនាងតាំងពីពេលណាតែព្រះអង្គម្ចាស់ទីងគេមិនប្រាប់នោះឡើយទៅតួស្រីរបស់យើងនាងក៏បានយកកាក់មួយមកបោះហើយនាងក៏បានប្រាប់ថាបើសិនជាកាក់នឹងធ្លាក់ចុះមកមានរូបគឺព្រះអង្គម្ចាស់ទីងត្រូវតែប្រាប់នាងតែបើសិនជាកាក់នឹងធ្លាក់ចុះមកអត់មានរូបទេនោះនាងនឹងព្រមលេងលះជាមួយនឹងព្រះអង្គម្ចាស់ទីងអីចឹងទៅក្រោយពីនិយាយរួចហើយតួស្រីរបស់យើងនាងក៏បានបោះកាក់នឹងហើយពេលដែលកាក់នឹងធ្លាក់ចុះមកបែរជាបង្ហាញខាងរូបទៅវិញចឹងបានន័យថាព្រះអង្គម្ចាស់ទីងត្រូវតែប្រាប់នាងអីចឹងទៅរីឯព្រះអង្គម្ចាស់ទីងវិញគេក៏មិនដឹងគួរធ្វើបែបម៉េចដូចគ្នាចឹងមានតែធ្វើតាមព្រំលិខិតតែប៉ុណ្ណោះលោកស្អែកបន្ទាប់ព្រះអង្គម្ចាស់ទីងគេក៏បានហៅស៊ឺយ៉ាវនិងកូនចៅរបស់គេមកពិភាក្សម្ដងទៀតដើម្បីរៀបចំគម្រោងការសម្រាប់លោកមន្ត្រីហ្វូនៅយប់នេះហើយស៊ឺយ៉ាវគេក៏បានគិតថានៅយប់នេះទៀបភ្លឺលោកមន្ត្រីហ្វូគាត់នឹងទៅចូលគាល់ព្រះអង្គហើយនឹងព្រះមហាក្សត្រអីអញ្ចឹងទៅអញ្ចឹងគេចង់លបសម្រាប់គាត់នៅពាក់កណ្ដាលផ្លូវពេលដែលគាត់ទៅកាន់វិមានអីអញ្ចឹងទៅណាប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់ទៅវិញថាមិនងាយនោះទេដោយសារតែរទេះសេះរបស់លោកមន្ត្រីហ្វូនឹងគឺការពារដោយដៃព័ទ្ធជុំវិញអីអញ្ចឹងទៅអញ្ចឹងមិនងាយឲ្យឃាតករសម្រាប់គាត់បាននោះឡើយដូច្នេះព្រះអង្គម្ចាស់ទីងគេនឹងរៀបចំផែនការសម្ងាត់ដើម្បីសម្រាប់លោកមន្ត្រីហ្វូនៅពេលដែលលោកមន្ត្រីហ្វូទៅដល់រាជវាំងអីអញ្ចឹងទៅណាក្រោយពីពិភាក្សារឿងនឹងរួចហើយណាពួកគេទាំង3ក៏នាំគ្នាអនុវត្តតាមគម្រោងផងដែរលុះព្រឹកបន្ទាប់ព្រះអង្គម្ចាស់ទីងគេក៏បានមកការរាជវាំងដើម្បីរងចាំមើលលោកមន្ត្រីហ្វូអីអញ្ចឹងទៅប៉ុន្តែមិននឹកស្មានថាផែនការដែលគេគ្រោងនឹងធ្វើបែរជាមិនទាន់បានធ្វើនោះឡើយហើយនៅសុកបែរជាមានហេតុការណ៍កើតឡើងទៅលើលោកមន្ត្រីហ្វូទៅវិញរហូតដល់ធ្វើឲ្យគាត់ស្លាប់នៅចំពោះមុខគ្រប់គ្នាទៀតផងប៉ុន្តែព្រះអង្គម្ចាស់ទីងគេមិនដឹងថាគ្រប់រឿងទាំងអស់គឺជាទង្វើរបស់តួស្រីយើងនោះឡើយរីឯខាងតួស្រីរបស់យើងវិញនាងក៏កំពុងតែសប្បាយចិត្តដូចគ្នានៅពេលដែលដឹងថាលោកមន្ត្រីហ្វូបានស្លាប់អីអញ្ចឹងទៅឥឡូវនេះយើងត្រ
ឡប់មកសាច់រឿងរបស់យើងបច្ចុប្បន្នវិញបន្ទាប់ពីលោកមន្ត្រីហ្វូបានស្លាប់ហើយនោះពេលនេះគ្មាននរណាម្នាក់កាន់កាប់តំណែងនៅតំបន់ហួស៊ីនោះឡើយហើយនៅក្នុងសវនាការក៏កំពុងតែពិភាក្សាគ្នាអំពីរឿងនេះផងដែរពេលហ្នឹងលោកមន្ត្រីយ៉ាងនៅស្រុកជីងជើគាត់ក៏បានធ្វើការសុំទោសទៅកាន់ព្រះអង្គហើយនឹងព្រះមហេសីដោយសារតែមួយរយៈនេះមន្ត្រីធំៗគឺត្រូវបានស្លាប់អស់ចំនួន4នាក់មកហើយក្នុងនាមគាត់ជាអ្នកស៊ើបអង្កេតគាត់បែរជាស៊ើបមិនបានតម្រុយសោះអញ្ចឹងគាត់ចង់ឲ្យព្រះអង្គដាក់ទោសមកកាន់គាត់អីអញ្ចឹងទៅប៉ុន្តែព្រះអង្គទ្រង់ក៏បានប្រាប់ទៅកាន់លោកមន្ត្រីយ៉ាងវិញថាគ្រប់រឿងទាំងអស់គឺមិនមែនជាកំហុសរបស់លោកមន្ត្រីយ៉ាងនោះឡើយអញ្ចឹងកុំឲ្យលោកមន្ត្រីយ៉ាងហ្នឹងបន្ទោសខ្លួនឯងអីជាមួយគ្នានឹងដែរលោកមន្ត្រីមូរងសិនគាត់ក៏បាននិយាយទៅកាន់ព្រះអង្គថាពេលនេះលោកមន្ត្រីហ្វូបានស្លាប់បាត់ទៅហើយអញ្ចឹងគាត់ចង់ឲ្យព្រះអង្គជ្រើសរើសនរណាម្នាក់ដែលមានសមត្ថភាពដើម្បីទៅកាន់តំណែងនៅស្រុកហួស៊ីហើយគាត់ក៏បានធ្វើការណែនាំមនុស្សម្នាក់ទៅកាន់ព្រះអង្គផងដែរដោយមនុស្សម្នាក់ហ្នឹងគឺជាលោកមន្ត្រីយ៉ាងហ្នឹងឯងដោយសារតែលោកមន្ត្រីយ៉ាងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពហើយគាត់បានគ្រប់គ្រងនៅក្នុងតំបន់ជីងជើអស់រយៈពេលច្រើនឆ្នាំមកហើយដូច្នេះមានតែលោកមន្ត្រីយ៉ាងម្នាក់គាត់ដែលអាចទៅកាន់កាប់នៅតំបន់ហួស៊ីបានព្រះអង្គស្ដាប់ហើយទ្រង់ពិតជាពេញចិត្តគំនិតមួយនេះយ៉ាងខ្លាំងហើយទ្រង់ក៏បានងាកទៅសួរព្រះមេដារបស់ទ្រង់ផងដែរប៉ុន្តែព្រះមហេសីទ្រង់គ្មានអ្វីដើម្បីនិយាយនោះឡើយតើព្រះអង្គទ្រង់ក៏បានយល់ព្រមឲ្យលោកមន្ត្រីយ៉ាងទៅកាន់កាប់នៅក្នុងតំបន់ហួស៊ីតែម្ដងទៅមិនតែប៉ុណ្ណោះទ្រង់ក៏បានប្រកាសទៅកាន់លោកមន្ត្រីយ៉ាងថាក្នុងរយៈពេល3ថ្ងៃក្រោយលោកមន្ត្រីយ៉ាងត្រូវទៅកាន់តំបន់ហួស៊ីដើម្បីកាន់កាប់តំណែងរបស់គាត់អីអញ្ចឹងទៅលោកមន្ត្រីយ៉ាងស្ដាប់ហើយគាត់ក៏បានអរគុណទៅកាន់ព្រះអង្គយ៉ាងខ្លាំងក្រោយមកទៀតលោកម្ចាស់មូរងសិនគាត់ក៏បាននិយាយបន្តទៀតថាពេលនេះលោកមន្ត្រីយ៉ាងគឺត្រូវបានកាន់កាប់នៅក្នុងតំបន់ហួស៊ីហើយដូច្នេះនៅក្នុងតំបន់ជីងជើក៏គឺអត់មានពីណាកាន់កាប់ទៀតនោះទេដូច្នេះគាត់ចង់ណែនាំមនុស្សម្នាក់ឲ្យទៅគ្រប់គ្រងនៅតំបន់ជីងជើអីអញ្ចឹងទៅហើយមនុស្សម្នាក់ហ្នឹងគឺជាព្រះអង្គម្ចាស់ទីងនឹងឯងគ្រាន់តែលឿនចឹងភ្លាមព្រះអង្គទ្រង់ក៏បានញញឹមប៉ុន្តែមើលទៅទឹកមុខរបស់ព្រះមហេសីដូចជាមិនពេញចិត្តសោះហើយយើងក៏មិនទាន់ដឹងថាតើព្រះអង្គនឹងសម្រេចចិត្តបែបណានោះឡើយក្រោយមកទៀតយើងក៏បានឃើញស៊ឺយ៉ាវគេក៏បានយកដំណឹងនេះមកប្រាប់ដល់ព្រះអង្គម្ចាស់ទីងឲ្យបានដឹងហើយគេក៏បានប្រាប់ថាពេលនេះក្រុមមន្ត្រីដែលនៅក្រោមអាវ៉ាត់របស់លោកម្ចាស់មូយ៉ាងគឺកំពុងតែមិនពេញចិត្តនៅពេលដែលឮលោកមន្ត្រីមូរងសិននឹងណែនាំឲ្យព្រះអង្គម្ចាស់ទីងនឹងទៅគ្រប់គ្រងនៅតំបន់ជីងជើអីអញ្ចឹងទៅមិនតែប៉ុណ្ណោះពួកគេក៏បានលើកថាព្រះអង្គម្ចាស់ទីងគឺអត់ស័ក្តិសមនៅគ្រប់គ្រងនៅតំបន់ជីងជើនោះទេដោយសារតែគេជាមនុស្សពិការភាពអីអញ្ចឹងទៅណាប៉ុន្តែពេលនឹងដែរក៏មានលោកមន្ត្រីហួរបានជួយនិយាយឲ្យព្រះអង្គម្ចាស់ទីងផងដែរដែលថាព្រះអង្គម្ចាស់ទីងនឹងគឺស័ក្តិសមទៅកាន់តំណែងនៅទីនោះខ្លាំងណាស់គ្រាន់តែលឺអញ្ចឹងភ្លាមណាព្រះអង្គម្ចាស់ទីងគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគេមិននឹកស្មានថាលោកមន្ត្រីហួរជួយនិយាយឲ្យគេបែបនេះសោះហើយគេក៏បានសួរថាចុះព្រះមហេសីទ្រង់មានចំទាស់ដែរអត់ប៉ុន្តែស៊ឺយ៉ៃគេក៏បានប្រាប់ថាព្រះមហេសីមិនហ៊ានចំទាស់បើមានលោកម្ចាស់ហួរជួយនិយាយឲ្យនឹងសូម្បីតែព្រះអង្គឲ្យលោកម្ចាស់យ៉ាងទៅកាន់កាប់នៅតំបន់ហួស៊ីក៏ព្រះមហេសីមិនហ៊ានចំទាស់នោះដែរគិតទៅព្រះអង្គឥឡូវនេះធំដឹងក្តីហើយនៅពេលឮបែបនេះព្រះអង្គម្ចាស់ទីងគេក៏មិននិយាយអ្វីទេប៉ុន្តែគេក៏បាននិយាយអំពីរឿងរបស់លោកមន្ត្រីហ្វូអីអញ្ចឹងទៅដោយគេឆ្ងល់ថាតើអ្នកណាគឺជាអ្នកធ្វើទាំងដែលគេមិនទាន់បានធ្វើអីអញ្ចឹងទៅណាប៉ុន្តែស៊ឺយ៉ាវគេក៏មិនដឹងដូចគ្នាហើយគេក៏បាននិយាយថាបើសិនជារកមនុស្សម្នាក់នឹងឃើញនោះគេនឹងឲ្យមនុស្សម្នាក់នឹងចូលរួមជាមួយគេអីអញ្ចឹងទៅក្រោយពីនិយាយរឿងនឹងរួចហើយណាស៊ឺយ៉ាវគេក៏បានលក់លើទៅកាន់ព្រះអង្គម្ចាស់ទីងដែលគេបាននិយាយថាគេឮថាតួសេរបស់យើងនឹងគឺបានចូលទៅដុតបំផ្លាញកន្លែងសិក្សារបស់ព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅហើយគេពិតជាសរសើរទៅកាន់តួសេរបស់យើងខ្លាំងមែនតើព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏បានសួរថាមិនបានជាឯងដឹងតើឯងបានដាក់មនុស្សដើម្បីតាមដាននៅក្នុងសំណាក់របស់យើងមែនទេតើឯងមានគោលបំណងអីប៉ុន្តែស៊ឺយ៉ាវក៏បានប្រាប់ទៅវិញថាអត់មានដាក់ណាគឺមានមនុស្សម្នាក់ជាអ្នកប្រាប់ខ្ញុំតានិយាយរួចហើយស៊ឺយ៉ាវគេក៏បានសុំលាព្រះអង្គម្ចាស់ទីងតែម្ដងទៅតែគេក៏បានចង្អុលទៅកាន់កូនចៅរបស់ព្រះអង្គម្ចាស់ទីងផងដែរជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ទីងគេក៏បានដឹងថាអ្នកដែលបានប្រាប់ស៊ឺយ៉ាវនឹងគឺជាកូនចៅរបស់គេនឹងឯងហើយក្រោយមកទៀតព្រះអង្គម្ចាស់ទីងគេក៏បានសួរទៅកាន់កូនចៅរបស់គេថាតើតួសេរបស់យើងនៅឯណាទើបកូនចៅរបស់គេក៏បានប្រាប់ថាគឺព្រះនាងបានចាក់ចេញតាំងពីព្រឹកមកម្ល៉េះកាត់ទៅមើលខាងតួសេរបស់យើងឯនោះវិញពេលនេះនាងនឹងមេកងលីក៏បាននាំគ្នាមកសែនភ្នោះនៅអាជីក្រុងហើយតាមពិតទៅមេកងលីគឺជាសិស្សច្បងរបស់តួស្រីយើងនឹងឯងហើយភ្នោះដែលតួស្រីរបស់យើងមកសែននៅថ្ងៃនេះគឺជាភ្នោះរបស់បុគ្គលទាំង7នាក់នៅលើកំពូលភ្នំលីសានតែយើងមិនទាន់ថាតើបុគ្គលទាំង7រូបហ្នឹងគឺជាអ្នកណានោះឡើយពេលនឹងដែរសិស្សច្បងលីគេក៏បាននិយាយទៅកាន់វិញ្ញាណក្ខន្ធមនុស្សទាំង7នាក់ហ្នឹងថាឥឡូវនេះលោកមន្ត្រីហ្វូគឺបានស្លាប់បាត់ទៅហើយអញ្ចឹងសូមឲ្យអ្នកទាំង7ហ្នឹងទៅកាន់សុគតិភពអីអញ្ចឹងទៅណាចំណែកឯតួស្រីរបស់យើងវិញយើងមិននិយាយអ្វីនោះទេហើយនាងក៏បានបបួលសិស្សច្បងលីត្រឡប់ទៅវិញអីអញ្ចឹងទៅលុះមកដល់ពាក់កណ្ដាលផ្លូវអ្នកទាំងពីរក៏បានចូលផឹកតែនៅកន្លែងមួយហើយតួស្រីរបស់យើងក៏បានប្រាប់ទៅកាន់សិស្សច្បងលីថាប៉ុន្មានថ្ងៃទៀតនេះគឺខាងគ្រួសារយឺគឺបានអញ្ជើញនាងឲ្យទៅចូលរួមបុណ្យចម្រើនប្រជជនរបស់លោកយាយអីអញ្ចឹងទៅណាសិស្សច្បងលីស្ដាប់ហើយគេក៏បានប្រាប់ឲ្យតួស្រីរបស់យើងនឹងប្រុងប្រយ័ត្នផងប៉ុន្តែប៉ុណ្ណោះពួកគេទាំងពីរក៏បាននិយាយអំពីរឿងលោកមន្ត្រីធំៗទាំង3នាក់ដែលត្រូវបានសម្លាប់តែពួកគេមិនដឹងថាតើអ្នកណាគឺជាអ្នកធ្វើនោះទេប៉ុន្តែពួកគេក៏មានការសង្ស័យចំពោះលោកអបរាជមួយយ៉ាងដូចគ្នាហើយពេលនឹងដែរសិស្សច្បងលីគេក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងទៀតថាប្រហែលជាមួយរយៈទៀតគឺគេចាក់ចេញពីគ្រួសារយឺហើយគេនឹងរកកន្លែងសាក់នៅក្នុងរាជធានីអីអញ្ចឹងទៅតែតួស្រីក៏បានសួរទៅវិញថាក្រែងរាល់ថ្ងៃនេះសិស្សច្បងគឺជាមេកងសន្សុកនៅទីនោះហើយតែសិស្សច្បងនេះគេក៏បានប្រាប់ថាខ្ញុំចូលទៅរស់នៅទីនោះគឺដោយសារតែឯងតាហើយណាមួយទៀតនៅទីនោះគឺគ្មានអាហារគ្រប់គ្រាន់នោះទេអញ្ចឹងខ្ញុំគិតថាខ្ញុំគួរតែចាក់ចេញរកកន្លែងស្នាក់នៅថ្មីទៅបាននៅពេលឮបែបនេះតួស្រីក៏បានសួរថាចុះតើសិស្សច្បងទៅរ
ស់នៅកន្លែងណាទើបសាច់ច្បងនេះក៏បានប្រាប់ថាវិមានឈៀនស៊ីគ្រាន់តែលើថាវិមានឈៀនស៊ីភ្លាមណាតួស្រីរបស់យើងនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏បាននិយាយថាបើសិនជាសាច់ច្បងទៅរស់នៅទីនោះច្បាស់ជាលោកគ្រូគាត់ណាគាត់នឹងលាក់ខ្លួនជាមិនខានប៉ុន្តែសាច់ច្បងនេះក៏បានប្រាប់ថាចរិតរបស់លោកគ្រូគាត់ណាតែប៉ុណ្្នឹងឯងតាំងពីគាត់នៅក្មេងមកម្ល៉េះតួស្រីលឺហើយនាងក៏បានងាកទៅសួរស៊ីនឈន់ដោយនាងបានសួរថាតើលោកគ្រូគាត់ណាគាត់អញ្ចឹងមែនក៏អីប៉ុន្តែស៊ីនឈន់នាងក៏មិនដឹងដូចគ្នាស្រាប់តែពេលនឹងដែលសាច់ច្បងលីគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេឃើញតួស្រីរបស់យើងមានអាកប្បកិរិយាចម្លែកហើយគេក៏បានសួរទៅកាន់តួស្រីយើងថាតើស៊ីនឈន់ណានាងនៅទីនឹងដែរមែនទើបតួស្រីក៏បានប្រាប់ថានាងអង្គុយនៅទីនឹងតើសាច់ច្បងលីស្ដាប់ហើយគេដូចជារៀងភាំងបន្តិចដោយសារតែគេមិនបានឃើញស៊ីនឈន់ណានៅទីនឹងនោះទេអញ្ចឹងបានន័យថាកន្លងមកក៏គឺគ្មានវត្តមានរបស់ស៊ីនឈន់នោះឡើយហើយកន្លងមកនៅពេលដែលយើងឃើញស៊ីនឈន់ហ្នឹងគឺគ្រាន់តែជាការសម័យរបស់តួស្រីយើងតែប៉ុណ្ណោះត្រង់កន្លែងនេះអេដមីនសូមបើកបងកញ្ចក់បន្តិចតាមពិតទៅតួអង្គស៊ីនឈន់ដែលយើងបានឃើញតាំងពីភាគ1រហូតមកដល់ឥឡូវគឺគ្មានវត្តមាននោះឡើយហើយយើងក៏មិនដឹងថាតើមានរឿងអ្វីកើតឡើងចំពោះស៊ីនឈន់និងតួស្រីរបស់យើងដូចគ្នាតែមើលទៅតួស្រីរបស់យើងដូចជាមានរឿងដ៏ឈឺចាប់មួយដែលលាក់បាំងអញ្ចឹងហើយនាងតែឃើញស៊ីនឈន់នៅជុំវិញនាងរហូតទាំងតែគ្រប់គ្នាគឺមិនដែលឃើញនោះទេហើយយើងក៏មិនទាន់ដឹងថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដដែរអញ្ចឹងមានតែរងចាំមើលជាបន្តទៀតតែប៉ុណ្ណោះចូលមកកាន់សាច់រឿងរបស់យើងជាបន្តវិញសាច់ច្បងលីគេក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើពេលដែលនាងរៀបការជាមួយនឹងព្រះអង្គម្ចាស់ទីងតើនាងរស់នៅទីនោះសុខសប្បាយដែរអត់ហើយបើតាមមើលទៅអ្វីដែលសាច់ច្បងលីសួរទៅកាន់តួស្រីរបស់យើងហ្នឹងគឺគេកំពុងតែបារម្ភអំពីជំងឺផ្លូវចិត្តរបស់នាងអីអញ្ចឹងទៅប៉ុន្តែតួស្រីក៏បានប្រាប់ថានាងនឹងព្រះអង្គម្ចាស់ទីងគឺអត់អីនោះទេហើយនាងរស់នៅទីនោះគឺបានសុខអីអញ្ចឹងណាសាច់ច្បងលីស្ដាប់ហើយគេដូចជារៀងធូរចិត្តបន្តិចតែគេក៏ធ្វើជាសួរទៅកាន់តួស្រីរបស់យើងអំពីសាច់ច្បងហ៊ីវិញម្ដងតើគាត់ឥឡូវនេះយ៉ាងម៉េចហើយតួស្រីក៏បានប្រាប់ថាគាត់ដូចជាមិនអីទេគាត់សុខសប្បាយធម្មតាតែគាត់នៅតែបារម្ភអំពីដើមឈើនៅមុខផ្ទះរបស់គាត់ដដែលហើយគាត់តែងតែប្រាំផ្ញើឲ្យខ្ញុំមកកាប់ដើមឈើនឹងចោលអីអញ្ចឹងទៅសាច់ច្បងលីស្ដាប់ហើយគេក៏មិននិយាយអ្វីនោះដែរតែមើលទៅគេដូចជាកំពុងតែបារម្ភអំពីតួស្រីរបស់យើងយ៉ាងខ្លាំងលុះក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានត្រឡប់មកដល់ផ្ទះវិញតែនាងក៏បានឮសំឡេងអ៊ូអរនៅខាងក្រៅហើយនាងក៏បានសួរទៅកាន់ឈីងយូថាតើជាសំឡេងអ្វីទៅហើយដើម្បីបានជាអ៊ូអរខ្លាំងម៉ែទើបឈីងយូក៏បានប្រាប់ថាគឺមិត្តភក្តិរបស់ព្រះអង្គម្ចាស់ទីហ្នឹងគេកំពុងតែនៅខាងក្រៅហើយគេមកទីនេះដើម្បីខ្ចីសេះអីអញ្ចឹងទៅនៅពេលឮបែបនេះណាតួស្រីរបស់យើងនាងក៏ប្រញាប់ទៅមើលយ៉ាងលឿនព្រោះនាងក៏ចង់ស្គាល់មិត្តភក្តិរបស់ព្រះអង្គម្ចាស់ទីងដូចគ្នាងាកទៅមើលខាងស៊ឺយ៉ាវឯនោះវិញគេកំពុងតែមករកសេះល្អមួយដើម្បីជីហើយព្រះអង្គម្ចាស់ទីងគេក៏បានឲ្យសេះមួយទៅកាន់ស៊ឺយ៉ាវផងដែរប៉ុន្តែស៊ឺយ៉ាវគេអត់ចង់បានសេះហ្នឹងទេគឺគេចង់បានសេះរបស់ព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅប៉ុន្តែព្រះអង្គម្ចាស់ទីងក៏បានប្រាប់ថាសេះមួយក្បាលហ្នឹងគឺវាកាចខ្លាំងណាស់ឯងមិនអាចគ្រប់គ្រងវាបាននោះឡើយយ៉ាងណាមានស៊ឺយ៉ាវគេអត់ជឿទេហើយគេក៏បាននិយាយថាចាំគេនឹងគ្រប់គ្រងវាអីអញ្ចឹងទៅណាមួយទៀតសេះមួយក្បាលហ្នឹងគឺជាសេះល្អអញ្ចឹងគេចង់បានវាអីអញ្ចឹងទៅនៅពេលឃើញស៊ឺយ៉ាវរឹងក្បាលបែបនេះណាព្រះអង្គម្ចាស់ទីងគេក៏យល់ព្រមឲ្យហើយគេក៏ប្រាប់ឲ្យស៊ឺយ៉ាវហ្នឹងសាច់ជិះវាទៅមើលចំណែកឯស៊ឺយ៉ាវវិញគេក៏បានឡើងទៅជិះសេះហ្នឹងហើយគេក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ទីងថាឯងចាំមើលណាចាំមើលខ្ញុំបញ្ជាវាណាតែមិនទាន់ដឹងអីផងណាក៏ស្រាប់តែសេះមួយក្បាលហ្នឹងវាក៏បានផ្អើលយ៉ាងខ្លាំងជាហេតុធ្វើឲ្យស៊ឺយ៉ាវមិនអាចបញ្ជាវាបាននោះឡើយហើយសេះមួយក្បាលហ្នឹងវាក៏បានបោលទៅយ៉ាងលឿនចំពេលនឹងដែរតួស្រីរបស់យើងនាងក៏បានដើរមកគ្រាន់តែឃើញសេះនឹងភ្លាមណាតួស្រីរបស់យើងនាងពិតជាមានការផិតភ័យយ៉ាងខ្លាំងហើយនាងក៏បានដួលទៅលើដីផងដែរសំណាងល្អពេលនឹងព្រះអង្គម្ចាស់ទីងគេក៏បានផ្លុំកញ្ចៃបញ្ឈប់សេះតន់កុំអីតួស្រីរបស់យើងច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានចំណែកឯព្រះអង្គម្ចាស់ទីងវិញគេមិនមើលតួស្រីរបស់យើងសូម្បីតែបន្តិចហើយគេក៏បាននាំសេះរបស់គេត្រឡប់ទៅវិញតែម្ដងទៅលុះក្រោយមកទៀតស៊ឺយ៉ាវគេក៏បានយកថ្នាំខ្លះមកឲ្យតួស្រីរបស់យើងនឹងសុំទោសទៅកាន់នាងអីអញ្ចឹងទៅណាមិនតែប៉ុណ្ណោះពួកគេទាំងពីរក៏បានធ្វើការស្គាល់គ្នាផងដែរហើយក៏បានអង្គុយនិយាយគ្នាលេងដូចធម្មតាអីអញ្ចឹងទៅលើពីនឹងទៀតស៊ឺយ៉ាវគេក៏បាននិយាយដល់ព្រះអង្គម្ចាស់ទីងប្រតិកម្មតួស្រីរបស់យើងទៀតផងប៉ុន្តែតួស្រីរបស់យើងនាងមិនតបអីទេនាងបានត្រឹមតែញញឹមតែប៉ុណ្ណោះហើយក្រោយពីនិយាយគ្នារួចហើយណាស៊ឺយ៉ាវគេក៏បានសុំលាតួស្រីរបស់យើងតែម្ដងទៅសាច់រឿងក៏បានកាត់ទៅមើលក្នុងរាជវាំងឯនោះវិញពេលនេះព្រះមហាសីហើយនឹងស្នំឯកកំពុងតែនាំគ្នាស្ដាប់អ្នកបម្រើដេញពិនអីអញ្ចឹងទៅលុះស្ដាប់យូរទៅណាស្នំឯកក៏បានប្រាប់ទៅកាន់ព្រះមហាសីថាមិនបានជាបទមួយនេះដូចជាបទដែលបានតាក់តែងឡើងនៅលើកំពូលភ្នំលីសានខ្លាំងម្ល៉េះគ្រាន់តែលើឈ្មោះភ្នំលីសានភ្លាមណាព្រះមហាសីទ្រង់ក៏បានធ្លាក់ទឹកមកហើយទ្រង់ក៏នឹកនាដល់មនុស្សមួយចំនួននៅលើកំពូលភ្នំលីសានផងដែរជាពិសេសនោះព្រះមហាសីគឺនឹកដល់ម្ដាយរបស់តួស្រីយើងនឹងឯងព្រោះកាលពីមុនគាត់ហើយនឹងម្ដាយរបស់តួស្រីយើងគឺជាមិត្តនឹងគ្នាអីអញ្ចឹងទៅមិនតែប៉ុណ្ណោះកាលពីមុនព្រះមហាសីក៏ជាអតីតសិស្សនៅលើកំពូលភ្នំលីសានផងដែរហើយទ្រង់ក៏បានសួរទៅកាន់អាមារបស់ទ្រង់ថាតើតួស្រីរបស់យើងនឹងព្រះអង្គម្ចាស់ទីងពួកគេយ៉ាងម៉េចហើយទើបលោកអាមាក៏បានប្រាប់ព្រះមហាសីតាមដំណើររឿងធម្មតាអីអញ្ចឹងទៅត្រឡប់ទៅមើលខាងតួស្រីរបស់យើងវិញនាងកំពុងតែមើលបញ្ជីចំណូលចំណាយនៅក្នុងហាងរបស់នាងហើយនាងក៏បានឃើញថាមួយរយៈនេះដូចជាខាតខ្លាំងមែនតែនទើបអ្នកបម្រើទាំងអស់ពួកគេក៏បានរាយរាប់ប្រាប់តួស្រីរបស់យើងតាមនឹងអីអញ្ចឹងទៅដោយថាឆ្នាំនេះអត់សូវមានមនុស្សចេញចូលទើបបានជាចំណូលនៅក្នុងហាងធ្លាក់ចុះបែបនេះហើយណាមួយវិញទៀតពួកគេទាំងអស់គ្នាក៏កំពុងតែសុំឈប់ធ្វើការនៅហាងរបស់តួស្រីយើងផងដែរតែពួកគេទាំងអស់គ្នាក៏បានលើកហេតុផលរៀងៗខ្លួនអីអញ្ចឹងទៅអញ្ចឹងពួកគេចង់ឲ្យតួស្រីរបស់យើងរកអ្នកបម្រើថ្មីអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងក៏មិនបង្ខំពួកគេនោះដែរហើយនាងក៏បានអរគុណយ៉ាងខ្លាំងដែលកន្លងមកពួកគេតែងតែមើលហាងឲ្យនាងអីអញ្ចឹងទៅប៉ុន្តែតួស្រីរបស់យើងនាងក៏បានដឹងពីល្បិចរបស់ពួកគេដូចគ្នាហើយនាងក៏បាននិយាយអំពីចំណុចខ្សោយរបស់ពួកគេរៀងៗខ្លួនទៀតផងលើពីនឹងទៀតតួស្រី
របស់យើងណានាងក៏បានដឹងអំពីការកັບកេងរបស់ពួកគេផងដែរជាហេតុធ្វើឲ្យពួកគេទាំងអស់គ្នាមិនអាចប្រកែកបាននោះឡើយហើយទីបំផុតពួកគេទាំងអស់គ្នាក៏ត្រឡប់ទៅធ្វើបញ្ជីរបាយការណ៍សារថ្មីអីអញ្ចឹងទៅលុះពេលពួកគេទៅអស់ហាឈីនយូក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើពេលនេះបានអ្នកណាមើលការខុសត្រូវនៅក្នុងហាងទៀតប៉ុន្តែតួស្រីក៏បានប្រាប់ថាខ្ញុំមានមនុស្សដែលតែជ្រើសរើសហើយមនុស្សម្នាក់ហ្នឹងគឺជាលោកគ្រូវ័យនឹងឯងកាត់ទៅមើលខាងលោកគ្រូវ័យឯនោះវិញអ្នកចិត្តខាងក៏បានមកប្រាប់ថាគឺមានហាងមួយបានចង់ឲ្យគាត់ទៅធ្វើការនៅទីនោះលោកគ្រូវ័យមើលសម្បត្តិនឹងហើយគាត់ក៏បានស្គាល់តែម្ដងថាហាងមួយហ្នឹងគឺជារបស់តួស្រីយើងនឹងឯងលោកក្រោយមកទៀតលោកគ្រូវ័យគាត់ក៏បានស្លៀកពាក់យ៉ាងស្អាតមកកាន់ហាងរបស់តួស្រីយើងរីឯខាងតួស្រីរបស់យើងវិញនាងក៏កំពុងតែរងចាំលោកគ្រូវ័យដូចគ្នាគ្រាន់តែឃើញលោកគ្រូវ័យព្រាមណាតួស្រីរបស់យើងនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងសាច់រឿងក៏បានកាត់ទៅមើលក្នុងសំណាក់របស់ព្រះអង្គម្ចាស់លីវិញពេលនេះព្រះអង្គម្ចាស់លីគេកំពុងតែសង្ងំនៅក្នុងបន្ទប់ដើម្បីតែងបទភ្លេងថ្មីអីចឹងទៅហើយគ្រានឹងដែលយឺយក៏បានមកហៅគេប៉ុន្តែព្រះអង្គម្ចាស់លីគេមិនចេញនោះឡើយជាមួយគ្នានឹងដែលអ្នកបម្រើក៏បានប្រាប់ទៅកាន់យឺយថាស្អែកនេះព្រះមហាក្សត្រីទ្រង់បានអញ្ជើញពួកគេទាំងពីរនេះឲ្យទៅចូលជួបព្រមទាំងព្រះអង្គម្ចាស់ទីងហើយនឹងតួស្រីរបស់យើងផងដែរគ្រាន់តែលើឈ្មោះរបស់តួស្រីយើងភ្លាមណាព្រះអង្គម្ចាស់លីគេក៏បានឈប់ដេញប៉ុនតែម្ដងសាច់រឿងក៏បានកាត់ទៅមើលខាងតួស្រីរបស់យើងឯនោះវិញមុនពេលដែលនាងចូលគេងនាងក៏បានយករូបឈើចម្បើងមួយមកមើលហើយយើងក៏បានឃើញថារូបឈើចម្បើងហ្នឹងគឺនៅសល់តែ2តែប៉ុណ្ណោះអញ្ចឹងបានន័យថាគឺតួស្រីរបស់យើងនាងមានគោលបំណងសងសឹកចំនួន2នាក់ទៀតតែយើងមិនទាន់ដឹងថាតើជាអ្នកណានោះឡើយគ្រានឹងដែលព្រះអង្គម្ចាស់ទីងគេក៏បានមកគោះទ្វារបន្ទប់ជាហេតុធ្វើឲ្យតួស្រីរបស់យើងក៏បានទុកយ៉ាងលឿនហើយនាងក៏បានចេញទៅមើលព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅហើយព្រះអង្គម្ចាស់ទីងគេក៏បានសួរទៅកាន់តួស្រីរបស់យើងថាស្អែកនេះនាងត្រូវចូលវាំងហើយតែនាងអត់មានភ័យទេអីទៅតួស្រីក៏បានប្រាប់ថាគ្មានអ្វីត្រូវភ័យនោះឡើយដោយសារតែតាំងពីតូចមកនាងក៏បានធ្លាប់លេងជាមួយនឹងព្រះមហាក្សត្រីដូចគ្នាហើយនាងក៏មានការសរសើរទៅកាន់ព្រះមហាក្សត្រីអីអញ្ចឹងទៅព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏មិនសួរអីទៀតនោះដែរហើយគេក៏បានប្រាប់ឲ្យតួស្រីរបស់យើងនឹងសម្រាកចោះក្រោយពីនិយាយគ្នារួចហើយគេក៏បានចាក់ចេញតែម្ដងលុះព្រឹកបន្ទាប់តួស្រីរបស់យើងហើយនឹងព្រះអង្គម្ចាស់ទីងក៏បានធ្វើដំណើរទៅកាន់រាជវាំងមិនតែប៉ុណ្ណោះតួស្រីរបស់យើងនាងក៏បានជួយព្រះអង្គម្ចាស់ទីងឡើងលើរទេះសេះផងដែរមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់រាជវាំងចំណែកខាងព្រះអង្គម្ចាស់លីនិងយឺយីក៏មកដល់ដូចគ្នាហើយព្រះមហាក្សត្រីទ្រង់ក៏បានធ្វើការសួរសុខទុក្ខទៅកាន់តួស្រីរបស់យើងអីអញ្ចឹងទៅមិនតែប៉ុណ្ណោះទ្រង់ក៏បានសួរសុខទុក្ខអ្នកគ្រប់គ្នាផងដែរថាតើអ្នកលើកំពូលភ្នំលីសានឥឡូវនេះពួកគេយ៉ាងម៉េចហើយតើតួស្រីក៏បានរៀបរាប់ប្រាប់ទ្រង់តាមនឹងអីអញ្ចឹងទៅដោយថាពេលនេះលោកតារបស់នាងនិងពូរបស់នាងទាំងប៉ុន្មានដែលនៅលើកំពូលភ្នំលីសានណាពួកគេសុខសប្បាយនោះទេមិនតែប៉ុណ្ណោះរាល់ថ្ងៃនេះអ្នកទាំងអស់គ្នាគឺកំពុងតែនាំគ្នាចងក្រងសិភៅអីអញ្ចឹងទៅព្រះមហាក្សត្រីស្ដាប់ហើយទ្រង់ក៏មិនដេញដោលអីទៀតនោះដែររីឯខាងយឺយីវិញនាងកំពុងតែចំណែនតួស្រីរបស់យើងដោយសារតែព្រះមហាក្សត្រីមិនបាននិយាយជាមួយនាងអីអញ្ចឹងទៅណាពេលនឹងដែរលោកអាម៉ារ៉ាគាត់ក៏បានប្រាប់ទៅកាន់ព្រះមហាក្សត្រីថាថ្មីនេះព្រះអង្គម្ចាស់លីគឺកំពុងតែនិពន្ធបទភ្លេងថ្មីអញ្ចឹងតើទ្រង់ចង់ឲ្យគេលេងឲ្យស្ដាប់ដែរអត់ព្រះមហាក្សត្រីស្ដាប់ហើយទ្រង់ក៏បានយល់ព្រមអីអញ្ចឹងទៅប៉ុន្តែពេលនឹងដែរព្រះអង្គម្ចាស់លីគេក៏បានប្រាប់ថាបទភ្លេងថ្មីមួយហ្នឹងគេតែមិនទាន់ចប់នោះទេអញ្ចឹងគេសុំលេងបទចាស់ឲ្យព្រះមហាក្សត្រីស្ដាប់ទៅចោះបន្ទាប់មកទៀតព្រះអង្គម្ចាស់លីគេក៏ចាប់ផ្ដើមលេងពេលដែលលេងបណ្ដាគេក៏បាននឹកស្ម័យឃើញតួស្រីរបស់យើងបណ្ដាគឺកាលនោះគេនឹងតួស្រីរបស់យើងបានស្គាល់គ្នានៅលើកំពូលភ្នំលីសានហើយពួកគេទាំងពីរក៏ជាសិស្សរួមគ្រូអីអញ្ចឹងទៅបន្ទាប់ពីនឹកឃើញរឿងនឹងរួចហើយព្រះអង្គម្ចាស់លីគេក៏បានដាក់ចិត្តទៅលើបទភ្លេងយ៉ាងខ្លាំងជាហេតុធ្វើឲ្យខ្សែពិនវាក៏បានដាច់ហើយដៃរបស់គេក៏បានឈាមផងដែរនៅពេលឃើញបែបនេះព្រះអង្គម្ចាស់ទីងគេក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់លីថាមើលទៅព្រះអង្គម្ចាស់លីហ្នឹងដូចជាកំពុងតែចូលអារម្មណ៍ខ្លាំងពេកអីអញ្ចឹងទៅបានចិត្តខ្សែពិនអីអញ្ចឹងទៅណាហើយនៅពេលឮបែបនេះតួស្រីរបស់យើងនាងក៏បានសម្លឹងមកមុខរបស់ព្រះអង្គម្ចាស់ទីងផងដែរក្រោយពីជួបជុំគ្នាហើយនោះណាព្រះមហាក្សត្រីទ្រង់ក៏បានឲ្យពួកគេត្រឡប់ទៅវិញចោលលុះពេលចេញមកដល់ក្រៅយឺយនាងក៏បានសួរទៅកាន់ព្រះអង្គម្ចាស់លីអំពីដៃរបស់គេតើគេមានឈឺអត់ប៉ុន្តែព្រះអង្គម្ចាស់លីគេមិនឆ្លើយនោះឡើយហើយគេក៏បានដើរទៅមុនតែម្ដងទៅនៅពេលឃើញបែបនេះណាយឺយនាងពិតជាខឹងយ៉ាងខ្លាំងហើយនាងក៏បានដើរមករកតួស្រីរបស់យើងនិងស្ដីឲ្យតួស្រីរបស់យើងទៀតផងដល់យឺយនាងក៏បានមើលងាយទៅកាន់តួស្រីរបស់យើងហើយនាងក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងថាតួស្រីរបស់យើងហ្នឹងគឺមិនស័ក្តិសមមកធ្វើជាបងស្រីរបស់នាងនោះទេលើសពីនឹងទៀតយឺយនាងក៏បានចោទតួស្រីរបស់យើងថាបានលួចទ្រព្យសម្បត្តិរបស់នាងអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងក៏បានចង្អុលទៅកាន់យឺយវិញនិងប្រាប់ឲ្យយឺយមិនបាច់ហៅនាងថាបងស្រីនោះទេគួរតែហៅនាងថាម្ដាយមីងអីអញ្ចឹងទៅដោយសារតែព្រះអង្គម្ចាស់លីនិងព្រះអង្គម្ចាស់ទីងគឺជាបងប្អូនជីដូនមួយនឹងគ្នាអញ្ចឹងយឺយគួរតែហៅនាងថាមីងអីអញ្ចឹងទៅណាយឺស្ដាប់ហើយនាងពិតជាខឹងយ៉ាងខ្លាំងហើយនាងក៏បំរុងនឹងតមកជាមួយនឹងតួស្រីរបស់យើងទៀតប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់ថាអាឡ័យជួគ្នាហ្នឹងហើយណោះព្រះអង្គម្ចាស់លីក៏ទៅបាត់ដែរយឺស្ដាប់ហើយនាងក៏បន្តមកអីទៀតនោះដែរហើយនាងក៏ទៅតាមព្រះអង្គម្ចាស់លីតែម្ដងទៅជាមួយគ្នានឹងដែរលោកអាម៉ារ៉ាក៏បានមកតាមតួស្រីរបស់យើងហើយគេក៏បានប្រាប់ថាពេលនេះព្រះមហាក្សត្រីគឺមានការចង់និយាយជាមួយនឹងតួស្រីរបស់យើងបន្តិចតួស្រីស្ដាប់ហើយនាងក៏បានយល់ព្រមហើយនាងក៏ទៅតាមលោកអាម៉ាតែម្ដងទៅលុះពេលតួស្រីមកដល់ហើយណាព្រះមហាក្សត្រីក៏បានសួរតួស្រីរបស់យើងអំពីម្ដាយរបស់នាងតើពេលនេះម្ដាយរបស់នាងសុខទុក្ខបែបណាហើយតើគាត់ពេញចិត្តចំពោះអាពាហ៍ពិពាហ៍តួស្រីរបស់យើងនឹងរៀបការជាមួយនឹងព្រះអង្គម្ចាស់ទីងដែរអត់ប៉ុន្តែតួស្រីនាងក៏បានលុតជង្គង់ទៅកាន់ព្រះមហាក្សត្រីហើយនាងក៏បានប្រាប់ថាម្ដាយរបស់តួបង្គំបានស្លាប់បាត់ទៅហើយគ្រាន់តែលើអញ្ចឹងភ្លាមណាព្រះមហាក្សត្រីទ្រង់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយតួស្រីក៏បានប្រាប់ទៀតថាគឺគាត់មានជំងឺឈឺធ្ងន់ហើយក៏បានស្លាប់នៅពេលដែលទៅដល់កំពូលភ្នំលីសានអីអញ្ចឹងទៅលុះយប់ឡើងព្រះមហាក្សត្រីទ្រង់ក៏បានគិតអំពីរឿងនេះហើយទ្រង់ក៏
ក៏មានពាក្យបដិសេធយ៉ាងខ្លាំងចំពោះរឿងនេះផងដែរដោយសារតែត្រង់ហើយនឹងម្ដាយរបស់តួស្រីយើងគឺជាមួយនឹងគ្នាអីចឹងទៅសាច់រឿងក៏បានកាត់ទៅមើលខាងផ្ទះរបស់ព្រះអង្គម្ចាស់លីវិញពេលនេះយឺយីងនាងក៏បានយកថ្នាំមកលាបឲ្យគេហើយព្រះអង្គម្ចាស់លីគេក៏បានសួរទៅកាន់យឺយីងថាតើឪពុករបស់នាងមានតែនាងហើយនឹងតួស្រីរបស់យើងទេមែនទើបយឺយីងក៏បានប្រាប់ថារាល់ថ្ងៃនេះពុករបស់ខ្ញុំមានកូនចំនួន3នាក់ស្រី2នាក់ប្រុសម្នាក់អីចឹងទៅតែតាំងពីដើមមកនាងនឹងតួស្រីរបស់យើងមិនសូវបានសិក្សាគ្នានោះឡើយដោយសារតែតួស្រីរបស់យើងនាងតែងតែទៅលើភ្នំលីសានជាមួយនឹងម្ដាយរបស់នាងអីចឹងទៅព្រះអង្គម្ចាស់លីស្ដាប់ហើយគេក៏បានសួរទៀតថាតើកន្លងមកនាងនឹងតួស្រីរបស់យើងនឹងធ្លាប់មានអនុស្សាវរីយ៍អ្វីជាមួយគ្នាអត់ទើបយឺយីងនាងក៏បានគិតបន្តិចហើយនាងក៏បាននិយាយថាគឺមានតាហើយនាងក៏បាននិយាយប្រាប់ព្រះអង្គម្ចាស់លីតាមដំណើររឿងអីចឹងទៅណាព្រះអង្គម្ចាស់លីស្ដាប់រឿងកុមារភាពរបស់តួស្រីយើងហើយគេពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងហើយគេក៏បានញញឹមផងដែរសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតយើងងាកទៅមើលខាងតួស្រីរបស់យើងវិញម្ដងនៅពេលដែលនាងបំរុងនឹងចូលបន្ទប់នាងក៏បានឃើញជីងយូកំពុងតែដាំដើមឈើហើយនាងក៏បានដើរមករកជីងយូអីចឹងទៅមិនតែប៉ុណ្ណោះតួស្រីរបស់យើងនាងក៏បានសួរទៅកាន់ជីងយូថាតើជីងយូបានប៉ែលហើយនៅនរណាមកពីណាទើបជីងយូក៏ប្រាប់ថានាងរកឃើញវានៅក្នុងបន្ទប់ដាក់សម្ភារៈអីចឹងទៅណាតួស្រីស្ដាប់ហើយនាងក៏បានប្រាប់ទៅកាន់ជីងយូថាឲ្យជីងយូយករបស់ទាំងអស់ហ្នឹងគឺទៅទុកឲ្យនាងនៅទីធ្លាផងជីងយូស្ដាប់ហើយនាងក៏បានយល់ព្រមហើយសម្ដីទាំងអស់ហ្នឹងក៏បានលឺទៅដល់ព្រះអង្គម្ចាស់ទីងដូចគ្នាជាហើយធ្វើឲ្យគេពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងលុះយប់ឡើងតួស្រីរបស់យើងនាងក៏បានយកប៉ែលនឹងនរណាចេញទៅខាងក្រៅហើយនាងក៏បានដើរលបចេញពីសំណាក់អីចឹងទៅសកម្មភាពទាំងអស់ហ្នឹងក៏បានធ្វើឲ្យព្រះអង្គម្ចាស់ទីងគេបានឃើញផងដែរហើយគេក៏បានតាមមើលតួស្រីរបស់យើងដូចគ្នាមិនតែប៉ុណ្ណោះគេក៏មានការងឿងឆ្ងល់ថាតើនាងកំពុងតែធ្វើអីអញ្ចេះដោយមានការសង្ស័យពេកព្រះអង្គម្ចាស់ទីងគេក៏បានតាមទៅមើលដើម្បីចង់ដឹងថាតើតួស្រីរបស់យើងកំពុងតែធ្វើអ្វីក៏លេចទៅមើលខាងតួស្រីរបស់យើងឯនោះវិញណានាងក៏បានយករបស់ទាំងអស់ហ្នឹងមកកាន់ផ្ទះមួយហើយក្នុងពេលហ្នឹងដែរយើងក៏បានឃើញស៊ីនឈွန်នៅជាមួយតួស្រីរបស់យើងដូចគ្នាប៉ុន្តែរូបភាពរបស់ស៊ីនឈွန်គ្រាន់តែជាការស្រមើស្រមៃរបស់តួស្រីយើងតែប៉ុណ្ណោះក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានលបចូលមកក្នុងផ្ទះមួយនោះហើយខាងព្រះអង្គម្ចាស់ទីងក៏បានលបមើលតួស្រីរបស់យើងពីចម្ងាយផងដែរប៉ុន្តែអ្វីដែលមនុស្សស្មាននោះណាគឺតួស្រីរបស់យើងនាងចេញមកខាងក្រៅគឺដើម្បីមកលួចកាប់ដើមឈើរបស់គេតែប៉ុណ្្នឹងឯងជាហើយធ្វើឲ្យព្រះអង្គម្ចាស់ទីងនិងកូនចៅរបស់គេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកខាងតួស្រីរបស់យើងវិញនាងមិនដឹងថាព្រះអង្គម្ចាស់ទីងលបមើលនាងនោះទេហើយនាងក៏បានប្រើពូថៅដើម្បីកាប់ដើមឈើហ្នឹងហើយក៏បានយករណាមកអាវាផងដែរមិនយូរប៉ុន្មានដើមឈើមួយហ្នឹងវាក៏បានដាក់រលំជាហើយធ្វើឲ្យអ្នកភូមិក៏បានឆោឡោពេញហ្នឹងព្រោះស្មានតែចោលអីអញ្ចឹងទៅតួស្រីឃើញបែបនេះនាងក៏បានរត់គេចយ៉ាងលឿនតែនាងក៏បានជួបជាមួយនឹងព្រះអង្គម្ចាស់ទីងហើយគេក៏បានឲ្យនាងចូលក្នុងរទេះសេះអីអញ្ចឹងទៅណាបន្ទាប់មកទៀតព្រះអង្គម្ចាស់ទីងគេក៏បានយកតួស្រីរបស់យើងនឹងត្រឡប់មកផ្ទះវិញហើយគេក៏បានសួរនាងអំពីរឿងនេះផងដែរចំណែកឯតួស្រីរបស់យើងវិញនាងក៏បានឈ្ងោកមុខចោលព្រោះតែនាងខ្មៅអៀនជាមួយនឹងព្រះអង្គម្ចាស់ទីងយ៉ាងណាមិញព្រះអង្គម្ចាស់ទីងគេក៏បានសួរតួស្រីរបស់យើងថាហេតុអ្វីបានជានាងកាប់ដើមឈើរបស់គេអញ្ចឹងទើបតួស្រីក៏បានបញ្យល់ថាខ្ញុំស្គាល់បារោះម្នាក់គេឈ្មោះថាសិស្សច្បងហ៊ីគេគឺជាសិស្សនៅលើកំពូលភ្នំលីសានហើយគាត់បានបរាជ័យនៅក្នុងការប្រឡងអធិរាជចំនួន2ដងដោយសារតែគាត់គិតថាដើមឈើនៅមុខផ្ទះរបស់គាត់ហ្នឹងគឺជាហេតុនាំសំណាងអាក្រក់ដល់គាត់ទោះបីជាឪពុករបស់គាត់ប្រាប់គាត់ថាមិនមែនមកពីដើមឈើក៏ដោយប៉ុន្តែគាត់មិនជឿទេហើយគាត់ក៏បានប្រាប់ឲ្យខ្ញុំកាប់ដើមឈើនឹងផងនៅពេលដែលខ្ញុំបានចុះពីលើភ្នំព្រះអង្គម្ចាស់ទីងស្ដាប់ហេតុផលនឹងហើយគេពិតជាមានការហួសចិត្តយ៉ាងខ្លាំងហើយគេក៏បានប្រាប់ឲ្យតួស្រីរបស់យើងធ្វើបែបនេះទៀតចំណែកតួស្រីរបស់យើងវិញនាងក៏បានសន្យាដូចគ្នាថានាងមិនធ្វើអញ្ចឹងទៀតនោះឡើយនៅពេលព្រះអង្គម្ចាស់ទីងចេញផុតណាតួស្រីរបស់យើងនាងក៏បាននិយាយជាមួយនឹងស៊ីនឈွန်វិញម្ដងហើយនាងក៏បានស្ដីបន្ទោសឲ្យស៊ីនឈွန်អីអញ្ចឹងទៅដែលស៊ីនឈွန်អត់ជួយមើលផ្លូវរបស់នាងអីអញ្ចឹងទៅណាសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតយើងងាកទៅមើលខាងសំណាក់របស់ព្រះអង្គម្ចាស់លីវិញម្ដងនៅព្រឹកនេះព្រះអង្គម្ចាស់លីគេក៏បានលេងពិនរបស់គេទៀតហើយជាហេតុធ្វើឲ្យយឺយីងនាងពិតជាធន់យ៉ាងខ្លាំងព្រោះពីមួយថ្ងៃទៅមួយថ្ងៃព្រះអង្គម្ចាស់លីគេមិនធ្វើអ្វីនោះឡើយក្រៅពីលេងពិនរបស់គេតែប៉ុណ្ណោះដោយឃើញបែបនេះយឺយីងនាងក៏បានសុំយោបល់ពីម៉ែដោះរបស់នាងដើម្បីឲ្យព្រះអង្គម្ចាស់លីនេះចូលចិត្តនាងអីអញ្ចឹងទៅហើយម៉ែដោះហ្នឹងក៏បានប្រាប់ថាបើសិនជាយឺយីងចេះលេងតន្ត្រីនោះច្បាស់ជាព្រះអង្គម្ចាស់លីគេនឹងចូលចិត្តជាមិនខានដូច្នេះគាត់ក៏មានគំនិតមួយដើម្បីជួយយឺយីងផងដែរក៏លេចទៅមើលខាងតួស្រីរបស់យើងឯណោះវិញណានៅព្រឹកនេះក៏មានបារម្ភម្នាក់ដែលមានឈ្មោះថាហឺជីនបានមកជួបជាមួយនឹងតួស្រីរបស់យើងហើយគាត់ក៏ជាម្ចាស់ផ្ទះដែលតួស្រីរបស់យើងបានកាប់ដើមឈើផងដែរហើយគោលបំណងដែលគាត់មកនេះគឺគាត់ចង់មកសួរតួស្រីរបស់យើងថាតើការប្រយុទ្ធមិញហ្នឹងតួស្រីរបស់យើងគឺជាអ្នកធ្វើមែនប៉ុន្តែតួស្រីរបស់យើងមិនហ៊ានឆ្លើយនោះឡើយទើបលោកហ៊ីជីនហ្នឹងក៏បាននិយាយថាគាត់មិនមែនចង់មានការចោទប្រកាន់ទៅលើតួស្រីរបស់យើងនោះទេប៉ុន្តែគាត់ស្មានថាកូនប្រុសរបស់គាត់ហ្នឹងបានត្រឡប់មកពីលើកំពូលភ្នំលីសានវិញអីអញ្ចឹងទៅដោយសារតែគាត់ខានឃើញកូនប្រុសរបស់គាត់ហ្នឹងអស់រយៈពេល8ឆ្នាំមកហើយគាត់ស្មានតែគេមកផ្ទះវិញអីអញ្ចឹងទៅណាហើយគាត់ក៏បានគិតទៀតថាអាចនឹងកូនប្រុសរបស់គាត់ហ្នឹងពឹងឲ្យតួស្រីរបស់យើងគឺជាអ្នកកាប់អីអញ្ចឹងទៅតួស្រីស្ដាប់ហើយនាងក៏បានប្រាប់ថាត្រូវហើយកូនរបស់គាត់ពិតជាបានពឹងឲ្យនាងកាប់ពិតមែនហើយនាងក៏បានធ្វើការសុំទោសទៅកាន់គាត់ដូចគ្នាដែលនាងមិនបានប្រាប់គាត់អីអញ្ចឹងទៅព្រោះតែខ្លាចគាត់មិនយល់ព្រមអីអញ្ចឹងទៅណាលោកជីនស្ដាប់ហើយគាត់ក៏មិនខឹងជាមួយនឹងតួស្រីរបស់យើងនោះដែរហើយគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងថាកូនរបស់គាត់បានក្តីសុខបែបនេះហើយគាត់ក៏បានសួរតួស្រីរបស់យើងអំពីសុខទុក្ខកូនរបស់គាត់ផងដែរទើបតួស្រីរបស់គាត់ក៏បានប្រាប់គាត់តាមនឹងអីអញ្ចឹងទៅថាគេសុខសប្បាយទេគេមិនអីនោះទេលោកជីនស្ដាប់ហើយគាត់ក៏បានយំដោយសារតែគាត់នៅកូនរបស់គាត់ខ្លាំងពេកហើយមិនដឹងថាតើពេលណាកូនរបស់គាត់បានចុះទៅលើភ្នំនោះឡើយដោយសារតែភ្នំលីសាគឺមានការហាមឃាត់ហើយមិនឲ្យនរណាម្នាក់អាចចុះមកនោះទេបន្ទាប់ពីនិយាយគ្នារួចហើយណាលោកហ៊ីក៏បានទុកសម្បត្តិមួយឲ្យតួស្រីរបស់
យើងដើម្បីឲ្យនាងផ្ញើទៅឲ្យកូនប្រុសរបស់គាត់អីអញ្ចឹងទៅចំណែកតួស្រីរបស់យើងវិញនាងក៏បានទទួលយកសម្បត្តិនឹងហើយនាងក៏បានប្រាប់ទៅកាន់គាត់ថាចាំនាងផ្ញើទៅឲ្យគេចោះជាហេតុធ្វើឲ្យលោកហ៊ីជីនពិតជាសប្បាយចិត្តយ៉ាងខ្លាំងលុះពេលលោកហ៊ីជីនត្រឡប់ទៅវិញតួស្រីរបស់យើងនាងក៏បានយកសម្បត្តិនឹងមកទុកក្នុងប្រអប់មួយហើយយើងក៏បានឃើញថានៅក្នុងប្រអប់ហ្នឹងគឺពោពេញទៅដោយសម្បត្តិជាច្រើនផងដែរសាច់រឿងក៏បានកាត់ទៅមើលខាងយឺយីងឯណោះវិញពេលនេះអ្នកស្រីមេកាគាត់ក៏បានយកកង្កោកមួយគូមកឲ្យយឺយីងដែលមានគ្រូភ្លេងក៏មកជាមួយដូចគ្នាហើយអ្នកស្រីមេកាចង់ឲ្យយឺយីងរៀនផ្លុំបទភ្លេងមួយដើម្បីឲ្យកង្កោកវាបើកកន្ទុយរបស់វាអីអញ្ចឹងទៅកាលណាដែលយឺយីងចេះលេងបទភ្លេងហ្នឹងលោកព្រះអង្គម្ចាស់លាទ្រង់នឹងចូលចិត្តជាមិនខានយឺយីងស្ដាប់ហើយនាងពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងហើយនាងក៏បានឲ្យគ្រូភ្លេងបង្រៀននាងផងដែរប៉ុន្តែមិនថាយឺយីងប្រឹងរៀនយ៉ាងណាក៏នាងនៅតែមិនចេះដដែលជាហេតុធ្វើឲ្យនាងពិតជាខឹងយ៉ាងខ្លាំងតែទោះបីជាយ៉ាងនេះក្តីក៏យឺយីងនាងមិនបោះបង់នោះទេហើយនាងនៅតែព្យាយាមផ្លុំខ្លុយដើម្បីឲ្យកង្កោកវាបើកកន្ទុយរបស់វាអីអញ្ចឹងទៅចំណែកសត្វកង្កោកវិញវាពិតជាខ្លាចនឹងសំឡេងខ្លុយរបស់យឺយីងយ៉ាងខ្លាំងដោយសារតែនាងផ្លុំខ្លាំងពេកហើយវាក៏បានរត់ពេញនឹងតែម្ដងឯអ្នកបម្រើវិញពួកគេក៏មានការថ្លង់ដូចគ្នាតែពួកគេមិនដឹងធ្វើបែបណាចំពោះយឺយីងនោះឡើយរីឯយឺយីងវិញនាងពិតជាខឹងមែនតើហើយនាងក៏បានស្ដីបន្ទោសទៅកាន់ពួកគេគ្រប់គ្នាផងដែរកាត់ទៅមើលខាងតួស្រីរបស់យើងឯនោះវិញណាលោកគ្រូបៃក៏បានមកប្រាប់តួស្រីរបស់យើងអំពីសត្វកង្កោកដោយគាត់បាននិយាយថាគាត់ឃើញមនុស្សបញ្ជូនសត្វកង្កោកចូលទៅក្នុងសំណាក់របស់ព្រះអង្គម្ចាស់លីអីអញ្ចឹងទៅតួស្រីស្ដាប់ហើយនាងក៏បានសាចព្រោះនាងដឹងថាច្បាស់ជាយឺយីងគឺជាអ្នកធ្វើជាមិនខានក្រោយពីនិយាយរឿងនឹងហើយតួស្រីរបស់យើងនាងក៏បានត្រឡប់ទៅសំណាក់វិញដោយទុកឲ្យលោកគ្រូបៃគឺជាអ្នកមើលហាងអីអញ្ចឹងទៅពេលធ្វើដំណើរតាមផ្លូវតួស្រីរបស់យើងនាងក៏បានជួបប្រទះជាមួយនឹងក្មួយរបស់ព្រះអង្គម្ចាស់ទីងហើយនាងក៏បានឃើញថាមានក្មេងៗមួយក្រុមកំពុងតែដេញវាយគេផងដែរតួស្រីឃើញបែបនេះនាងក៏បានចូលទៅជួយប៉ុន្តែក្មេងៗទាំងអស់ហ្នឹងគឺនិយាយពីថាខ្លាំងដៃមែនតើពួកគេក៏បានតដៃជាមួយនឹងតួស្រីរបស់យើងតែក៏ត្រូវតួស្រីរបស់យើងបដៅពួកគេអីអញ្ចឹងទៅណាហើយក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានយកក្មួយរបស់ព្រះអង្គម្ចាស់ទីងមកលៀងរបួសហើយនាងក៏បានសួរនាំដើមហេតុផងដែរហើយតែអ្វីបានជាពួកទាំងអស់នោះវាយគេអញ្ចឹងទៅក្មួយរបស់ព្រះអង្គម្ចាស់ទីងគេក៏បានប្រាប់តួស្រីរបស់យើងតាមនឹងអីអញ្ចឹងទៅលុះក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានត្រឡប់មកសំណាក់វិញហើយព្រះអង្គម្ចាស់ទីងគេក៏បានរងចាំតួស្រីរបស់យើងដូចគ្នាហើយគេក៏បានសួរថាមិនបានជានាងមកយឺតខ្លាំងម្ល៉េះហើយតើនាងទៅមកពីណាទៅតួស្រីក៏បានប្រាប់ថានាងទៅតែមកពីហាងរបស់នាងអីអញ្ចឹងទៅប៉ុន្តែព្រះអង្គម្ចាស់ទីងគេក៏បាននិយាយទៀតថាមកពីហាងហើយបើសិនជាមកពីហាងមែនមិនក៏ប្រឡាក់ផុកខ្លាំងម៉ែដោយសារតែមិនដឹងកុហកបែបម៉េចណាតួស្រីរបស់យើងនាងក៏បានប្រាប់តាមត្រង់តែម្ដងគឺពេលដែលនាងធ្វើដំណើរតាមផ្លូវនាងក៏បានឃើញក្មេងមួយក្រុមគឺកំពុងតែដេញវាយអាយុហើយនាងក៏បានចូលទៅជួយគេអីអញ្ចឹងទៅណាតែព្រះអង្គម្ចាស់ទីងគេបានជានិយាយថាក្មេងៗវាយគ្នាគឺជារឿងធម្មតាតែប៉ុណ្ណោះប៉ុន្តែតួស្រីរបស់យើងនឹងឲ្យគិតបែបហ្នឹងនោះទេហើយនាងក៏បានប្រាប់ថាបើវាយមួយនឹងមួយវាមិនអីនោះទេប៉ុន្តែនាងមួយក្រុមគឺតបៃទៅមនុស្សម្នាក់អញ្ចឹងនាងមិនអាចឆោតឲ្យអោបមើលបានទេហើយនាងត្រូវតែជួយគេអីអញ្ចឹងទៅមិនតែប៉ុណ្ណោះតួស្រីរបស់យើងនាងក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ទីងថាព្រះអង្គម្ចាស់ទីងនឹងគឺជាពូរបស់គេអញ្ចឹងព្រះអង្គម្ចាស់ទីងត្រូវតែការពារគេអីអញ្ចឹងទៅដោយសារតែពេលនេះអាយុពុករបស់គេបានស្លាប់បាត់ទៅហើយអញ្ចឹងគេគ្មាននរណាម្នាក់អាចក្រៅពីព្រះអង្គម្ចាស់ទីងដែលជាពូនោះឡើយព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏មិនតបអីនោះដែរក្រោយមកសាច់រឿងរបស់យើងក៏បានស្លេះនៅត្រឹមនេះអញ្ចឹងកុំភ្លេចរងចាំទស្សនាជាមួយនឹង admin នៅពេលក្រោយជាបន្តទៀតណាអរគុណច្រើនបាយបាយ